បាទសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទបារាំងបាទជាម្ចាស់ហាងនៃហាងបោកអ៊ុតយសាលូ5/4បាទស្ទឹងមានជ័យ3រាជធានីភ្នំពេញបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងទម្រង់នៃការបោកខោអាវនៅក្នុងហាងបោកអ៊ុតថាតើយើងមានទម្រង់បែបណាយើងចងបែបណាយើងពិនិត្យបាទកៅអៅក៏ដូចជាកម្រាលក៏ដូចជាភួយបែបណាដើម្បីឲ្យការបោកខោអាវរបស់យើងនឹងមានគុណភាពនិងបានស្អាតជូនទៅដល់អតិថិជនរបស់យើងបាទដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូរបស់ខ្ញុំនេះស្រាប់បាទដូចជាគ្រួសារខ្ញុំគាត់ចងកៅអៅភ្ញៀវបាទក៏ដូចជាខ្ញុំបាទដកបាទភួយកម្រាលបាទមកពិនិត្យបាទជាទូទៅនៅក្នុងហាងបោកអ៊ុតនៅពេលដែលយើងទទួលនៅកៅអៅបាទយកមកបោកបាទសម្រាប់ភ្ញៀវនីមួយៗគឺយើងបានដាក់វាចូលទៅក្នុងកន្ត្រកបាទកៅអៅណាកន្ត្រកកៅអៅបាទសម្រាប់ភ្ញៀវមួយគឺកន្ត្រកកៅអៅមួយបាទហើយយើងចងវាបាទយើងចងវាឲ្យអស់បាទភ្ញៀវមួយមានន័យថាយើងប្រើអំបោះតាមពណ៌ទេបាទបន្ទាប់ពីនឹងមកគឺយើងពិនិត្យទៅលើស្នាមប្រឡាក់បាទក៏ដូចជាអឺសកម្មភាពរបស់ខ្ញុំអញ្ចឹងគឺខ្ញុំដកភួយបាទចេញពីថង់ចេញមកគឺខ្ញុំពិនិត្យបាទទៅលើស្នាមប្រឡាក់យើងពិនិត្យអស់បាទទៅលើស្នាមប្រឡាក់មិនថាស្នាមប្រឡាក់ទូចធំទេបាទគឺយើងធ្វើវាឲ្យអស់ពីលទ្ធភាពបាទហេតុអីបានខ្ញុំនិយាយអញ្ចឹងពីព្រោះស្នាមប្រឡាក់គឺវាមានប្រភេទខុសៗគ្នាទៅលើស្នាមប្រឡាក់ពីព្រោះយើងមិនមែនមានន័យថាយើងពូកែគ្រប់សពនោះទេបាទពីព្រោះស្នាមប្រឡាក់ខ្លះហ្នឹងក៏វាអត់មានផលិតផលសម្រាប់សម្អាតវាឲ្យស្អាតដែរបាទអញ្ចឹងមិនមែនមានន័យថាយើងមានផលិតផលគ្រប់សពដោយសារវាអត់មានផលិតផលដែលជំនះរាល់ស្នាមប្រឡាក់ទេប៉ុន្តែការធ្វើគឺយើងធ្វើវាឲ្យអស់ពីលទ្ធភាពបាទអញ្ចឹងមានន័យថាភាគតិចណាស់ដែលយើងធ្វើស្នាមប្រឡាក់នឹងអត់ស្អាតគឺមានភាគតិចប៉ុន្តែជាទូទៅស្នាមប្រឡាក់ភាគច្រើនគឺយើងអាចធ្វើជូនភ្ញៀវបានស្អាតល្អបាទអញ្ចឹងការបោកអ៊ុតគឺសកម្មភាពដែលយើងធ្វើគឺចាប់តាំងពីព្រឹកព្រលឹមមកបាទគឺតាំងពីយើងបើកទ្វារម៉ោង6កន្លះម៉ោង7មកគឺការបើកហាងរបស់យើងគឺសកម្មភាពមានរហូតបាទអញ្ចឹងការបោកអ៊ុតនេះគឺតើតែយើងស៊ូជាមួយវាខ្លាំងណាស់បានយើងអាចធ្វើវាទៅបានពីព្រោះអាជីពបោកអ៊ុតនេះគឺរវល់មែនតើបាទគឺរវល់ណាស់បាទអញ្ចឹងយើងចែកគ្នាធ្វើអញ្ចឹងគឺដូចជាគ្រួសារខ្ញុំអញ្ចឹងបាទគាត់នៅពេលដែលខ្ញុំថ្លឹងគីឡូថ្លឹងអីហើយអញ្ចឹងទៅខ្ញុំប្រាប់គាត់អញ្ចឹងគាត់យកបងវិក័យប័ណ្ណហ្នឹងយកមកកត់បាទយកមកកត់ចំណាំទៅតើកៅអៅនឹងមានប្រមាណគីឡូអីប្រមាណគីឡូអញ្ចឹងណាបាទហើយបន្ទាប់មកគឺមិនថាជាកម្រាលមិនថាជាអីទេគឺយើងត្រូវសម្អាតហើយយើងមានផលិតផលបាទកម្ចាត់ស្នាមប្រឡាក់កម្ចាត់ក្អែលបាទមានទឹកអប់ទឹកអីចឹងមកបាទនេះគឺជាទស្សនវិជ្ជាទាំងមូលនៅក្នុងហាងរបស់ខ្ញុំបាទមានកូនបាទកណ្ដាលការងារបោកកៅអៅនេះគឺយើងបាននៅជុំគ្រួសារបាទគឺបាននៅជុំគ្រួសារអញ្ចឹងទៅបាទហើយយើងអត់មានចំណាយពេលណានៅឆ្ងាយពីគ្រួសារដូចយើងទៅធ្វើការងារផ្សេងទេបាទវាល្អត្រង់នឹងដែរប៉ុន្តែគ្រាន់តែវាហត់បន្តិចប៉ុន្តែការងារនេះបើសៀងស៊ូជាមួយវាបានគឺល្អសម្រាប់យើងបាទវាពិបាកបន្តិចដោយសារទទួលស្គាល់ដំបូងខ្ញុំធ្វើក៏អញ្ចឹងដែរក៏វាលំបាកដែរបាទ
គឺខ្ញុំតាំងចិត្តធ្វើវាតាំងពីការងារលំបាករហូតដល់គិតថាការងារហ្នឹងគឺជាការងារងាយស្រួលណាស់សម្រាប់ខ្ញុំបាទនេះបន្ទាប់ពីពួកខ្ញុំបានពិនិត្យបាទទៅលើស្នាមប្រឡាក់កម្រាលរួចរាល់បាទគឺយកវាមកដាក់នៅក្នុងម៉ាស៊ីននីមួយៗបាទអញ្ចឹងរាល់ម៉ាស៊ីនរបស់ខ្ញុំទាំងអស់គឺខ្ញុំបើកវាអត់ទំនេរទេគឺរវល់ណាស់គឺរវល់អញ្ចឹងបានន័យថាការដំណើរការនៃម៉ាស៊ីនហ្នឹងគឺដំណើរការទាំងអស់តែម្ដងហើយការដាក់សាប៊ូបាទយើងដាក់វាបាទមួយកម្របកន្លះឬក៏ពីរកម្របទៅតាមស្ថានភាពពូកទៅតាមស្ថានភាពកៅអៅកម្រាលអីជាក់ស្ដែងបើសិនជាពូកកម្រាលនោះបាទវាប្រឡាក់ខ្លាំងយើងដាក់សាប៊ូបាទឲ្យបានច្រើនទៅបាទគឺ2កម្របអីចឹងទៅហើយទឹកក្រអូបបាទយើងដាក់តាមស្តង់ដារនៃម៉ាស៊ីនដែលគេបានកំណត់ឲ្យនឹងទៅហើយយើងដំណើរការវាទៅបាទអញ្ចឹងគ្រប់ម៉ាស៊ីនរបស់ខ្ញុំទាំងអស់មិនថាម៉ាស៊ីន001 002 003 004បាទ005ទេគឺដំណើរការបាទគ្រប់ម៉ាស៊ីនទាំងអស់បាទដោយសារមានភ្ញៀវបាទគាត់មានការគ្រប់គ្រងបាទគាត់ជឿទុកចិត្តបាទមកលើហាងយសាលូ5-4យើងខ្ញុំក៏ដូចជាការប្រើប្រាស់ផលិតផលគឺយើងប្រើប្រាស់ផលិតផលស្តង់ដាររបស់យសាសុតបាទគឺជាផលិតផលដែលមានគុណភាពល្អផលិតផលដែលមានគុណភាពលេខ1បាទដែលប្រចាំនៅក្នុងហាងបាទហើយផលិតផលគឺសិតសឹងតែជាផលិតផលដែលមានគុណភាពបាទមិនថាផលិតផលប្រើប្រាស់បោកអាវមិនថាផលិតផលបាញ់ហូលប្រមួងបាទដូចជាទឹកក្រអូបឬក៏ជាផលិតផលកម្ចាត់ស្នាមប្រឡាក់ញើសក្អែលអីទេគឺសិតសឹងតែជាផលិតផលដែលមានគុណភាពទាំងអស់បាទនៅក្នុងហាងហើយការបោកគឺយើងមានការកំណត់ស្តង់ដារបាទទៅលើ option នីមួយបាទលឿនយឺតបាទប៉ុន្តែការបោកភួយទាំងអស់នេះគឺoption នីមួយគឺខ្ញុំជ្រើសរើសយកសិតតែជាង1ម៉ោងបាទដោយសារការបោកភួយគឺវាក្រាស់បាទវាធំអញ្ចឹងយើងអត់អាចយកមុខងារដែលដំណើរការតិចបានទេតិចនាទីបានទេគឺយើងយកវាសិតតែជាង1ម៉ោងទៅបានយើងបោកបានស្អាតកាលណាយើងយកនាទីតិចពេកយើងបោកវាអត់សូវបានស្អាតទេបាទអញ្ចឹងឲ្យយើងឲ្យវាដំណើរការបានយូរទៅបាទបោកជំរះក្អែលបាទបោកសាប៊ូនឹងឲ្យកន្លុកបានយូរបាទលាងទឹកវាឲ្យបានន័យថាជំរះទឹកវាឲ្យបានយូរបាទប្រើប្រាស់ទឹកក្រអូបនឹងឲ្យច្រើនតិចទៅដើម្បីឲ្យសាច់ក្រណាត់នឹងវាទន់បាទសាច់ក្រណាត់ភួយគឺកម្រាលក៏ដូចជាក្អែលនឹងឲ្យបានទន់ល្អប៉ុន្តែមិនមែនមានន័យថាយើងដាក់រហូតទាល់តែយកក្អែលនឹងចេញពីម៉ាស៊ីនមកឃើញប្រឡាក់ស្នាមសអីអត់ទេបាទនេះគឺជាលទ្ធផលបាទនៃការបោករបស់យើងបាទគឺស្អាតសបាទល្អមែនទែនបាទអញ្ចឹងបានថាផលិតផលបូកផ្សំជាមួយនឹងបច្ចេកទេសបាទជំនាញបាទស្តង់ដារនៃការប្រើប្រាស់សាប៊ូស្តង់ដារនៃការប្រើប្រាស់ទឹកក្រអូបបាទក៏ដូចជាស្តង់ដារនៃការបាទសម្អាតនៅស្នាមប្រឡាក់បាទនៅខាងយើងខ្ញុំគឺបានស្អាតល្អបាទភ្លឺបាទការបោកនោះគឺភ្លឺស្អាតមែនទែនបាទអញ្ចឹងការបោកអ៊ុតបើនិយាយចំទៅយើងមិនមែនថាចេះតា
ចេញបើកឃើញគេបើកអាវដាច់យើងចេះតែចេញបើកដែរមិនមែនទេខ្ញុំនិយាយចំណុចសំខាន់មួយគឺយើងត្រូវការទៅរៀនសូត្របាទអញ្ចឹងជាទូទៅនៅខ្លះនិយាយថាអូទៅបោកអ៊ុតចាំបាច់រៀនសូត្រធ្វើអីក៏ពិតអត់ទេបាទរាល់ការធ្វើមុខរបរអីក៏ដោយគឺចាំបាច់ត្រូវការរៀនសូត្រអញ្ចឹងស្តង់ដាដូចខ្ញុំនិយាយចឹងថាយើងត្រូវដាក់សាប៊ូបែបណាយើងត្រូវប្រើផលិតផលអីបាទស្នាមប្រឡាក់ណាយើងត្រូវប្រើប្រាស់ផលិតផលអីដើម្បីឲ្យវាស្អាតដាក់ឲ្យវាស្អាតល្អចេញពីសាច់ក្រណាត់កម្រាលកៅអៅអញ្ចឹងបានយើងធ្វើវានឹងបានស្អាតល្អបើមិនអញ្ចឹងទេយើងធ្វើវាអត់បានស្អាតល្អទេទៅតាមបច្ចេកទេសស្តង់ដាអញ្ចឹងមានការរៀនសូត្រត្រឹមត្រូវបាទអញ្ចឹងដូចជាការអ៊ុតបាទជំនាញនៃការអ៊ុតការវេចខ្ចប់បាទគឺយើងមានបាទគឺយើងបានសិក្សារៀនសូត្រទាំងអស់បាទអញ្ចឹងវីដេអូមានប៉ុណ្ណេះទេអរគុណបាយបាយ